កំបាំងនៃជីវិតមនុស្សដកស្រង់ពីរ៉ូមជំពូក9 ខ 23ហើយបើទ្រង់ចង់បើកឲ្យភាជាអ្នកដែលគួរនឹងសេចក្ដីករុណាដែលទ្រង់បានរៀបចំជាមុនបានស្គាល់សេចក្ដីវិសេសនៃសេរីល្អដ៏បរិសុទ្ធរបស់ទ្រង់វិញយើងគួរជាភាជាអ្នករបស់ព្រះដើម្បីដាក់និងសម្ដែងព្រះនៅពេលដែលអំពើបាបចូលមកក្នុងមនុស្សធ្វើឲ្យមនុស្សប្រព្រឹត្តអំពើបាបដោយសារព្រះគ្រីស្ទបានសុគតនៅលើឈើឆ្កាងហើយបានសម្រេចការប្រោះលោះដូច្នេះយើងត្រូវតែជឿខ្លឹមសារលោកុបាតជំពូក1 ខ 26 កទ្រង់ក៏មានព្រះបន្ទូលថាចូលយើងធ្វើមនុស្សឲ្យដូចជាឲ្យមានភាពដូចយើងរ៉ូមជំពូក9 ខ 23ហើយបើទ្រង់ចង់បើកឲ្យភាជាអ្នកដែលគួរនឹងសេចក្ដីមេត្តាករុណាដែលទ្រង់បានរៀបចំជាមុនបានស្គាល់ពិសេសនៃសេរីល្អដ៏បរិសុទ្ធរបស់ទ្រង់វិញយូហានជំពូក1 ខ 29លុះស្អែកឡើងយូហានឃើញព្រះយេស៊ូវដែលទ្រង់កំពុងតែយាងមកឯគាត់នោះណកូនជាមនៃព្រះដែលដោះបានមនុស្សលោករ៉ូម៉ាំង1ហើយព្រះជាម្ចាស់ទ្រង់មានបន្ទូលថាចូលយើងធ្វើមនុស្សឲ្យដូចជារូបយើងឲ្យមានភាពដូចយើងព្រះបានបង្កើតមនុស្សឲ្យមានរូបនិងភាពដូចទ្រង់ពីព្រោះមនុស្សត្រូវបានបង្កើតឡើងដូចជាភាជាអ្នកសម្រាប់ដាក់ព្រះទ្រង់ផ្ទាល់ដូចគ្នានេះដែរស្រោមដៃបង្កើតឡើងតាមរូបភាពដូចដៃពីព្រោះស្រោមដៃត្រូវបានបង្កើតឡើងក្នុងគោលបំណងសម្រាប់ដាក់ដៃទ្រង់បានបង្កើតយើងឲ្យមានរូបដូចជាទ្រង់ដូច្នេះយើងអាចនឹងល្មមសម្រាប់ទ្រង់ដើម្បីដាក់ព្រះអង្គទ្រង់នៅក្នុងយើងរ៉ូម៉ាំង2ហើយបើទ្រង់ចង់បើកឲ្យភាជាអ្នកដែលគួរនឹងសេចក្ដីមេត្តាករុណាដែលទ្រង់បានរៀបចំជាមុនបានស្គាល់សេចក្ដីវិសេសនៃសេរីល្អដ៏បរិសុទ្ធរបស់ទ្រង់វិញរ៉ូម៉ាំង3នៅពេលអំពើបាបចូលមកក្នុងមនុស្សវាคล้ายជាអំណាចធ្វើឲ្យមនុស្សប្រព្រឹត្តអំពើបាបព្រះគ្រីស្ទបានសុគតនៅលើឈើឆ្កាងហើយបានបង្ហូរព្រះលោហិតរបស់ទ្រង់ដើម្បីលាងសម្អាតអំពើបាបរបស់យើងនិងបំពេញសម្រេចការប្រោះលោះក្នុងនាមជាកូនជាមនៃព្រះគ្រីស្ទបានសុគតដើម្បីដកយកអំពើបាបចេញពីលោកីក្នុងនាមជាគ្រាប់ស្រូវសាលីមួយគ្រាប់ព្រះគ្រីស្ទបានសុគតឲ្យការធ្លាក់ចុះទៅក្នុងសេចក្ដីស្លាប់ដើម្បីបំចេញជីវិតរបស់ព្រះរ៉ូម៉ាំង4អ្នកណាដែលជឿហើយទទួលជ្រមុជទឹកនោះនឹងបានសង្គ្រោះការជឿគឺជាការទទួលយកព្រះអង្គម្ចាស់យេស៊ូវយើងគួរតែបើកមាត់របស់យើងហើយអំពាវនាវរកព្រះអង្គម្ចាស់អស់ពីដួងចិត្តរបស់យើងដើម្បីឲ្យទ្រង់នឹងចូលទៅក្នុងយើងបន្ទាប់ពីយើងបានជឿលើព្រះអង្គម្ចាស់យើងចាំបាច់ត្រូវតែបានទទួលជ្រមុជទឹក